បងប្អូនទាំងអស់គ្នាមានដែរឃើញសាលាដែលលិចទឹកបែបនេះអត់ជារៀងរាល់ឆ្នាំសាលានេះត្រូវបានលិចទឹកដោយសារខែទឹកឡើងដូច្នេះហើយឪពុកម្ដាយត្រូវការជូនកូនមករៀនដោយធ្វើដំណើរតាមកណូតដើម្បីឲ្យពួកគេបានមកដល់សាលានេះឯងអញ្ចឹងបើគិតទៅវាមិនងាយស្រួលប្រហែលទេណាបងប្អូននៅពេលដែលរដូវទឹកឡើងម្ដងណាព្រោះដោយសារយើងធ្វើដំណើរតាមផ្លូវទឹកយើងត្រូវគិតពីសុវត្ថិភាពផងដែរតែបើតាមខ្ញុំគិតថាក្មេងៗនៅស្រុកទឹកភាគច្រើនគឺពួកគាត់ប្រកាសជាចេះហែលទឹកហើយភាគតិចមួយចំនួនបំផុតដែលអត់ចេះហែលទឹកណាអញ្ចឹងបងប្អូននៅស្រុកទឹកអាចខមមិនប្រាប់បន្តិចផងពីបទពិសោធន៍នៃការរស់នៅលើទឹកតើក្មេងៗចាប់ពីអាយុប្រហែលទៅដែលពួកគាត់ភាគច្រើនចេះហែលទឹកណាដោយសារក្មួយខ្ញុំអាយុជាង10ឆ្នាំហើយបងប្អូនហើយអត់ចេះហែលទឹកទេនៅស្រុកបឹងដែរប៉ុន្តែអត់ចេះហែលទឹករៀនអត់ចេះគាត់មានអារម្មណ៍ថាខ្លាចទឹកណាអញ្ចឹងធ្វើឲ្យគាត់អត់ចេះហែលទឹកចំណែកឯនេះគឺជាសាលាតាយោបាទបងប្អូនហើយខ្ញុំឃើញគ្រូបាទលោកគ្រូហ្នឹងគាត់ឈ្មោះលោកគ្រូឡាចដែលខ្ញុំរៀនជាមួយគាត់នៅសាលារៀនវត្តពោធិ៍ពេជ្រស្លែងតាំងពីថ្នាក់ទី2ម្លេះប្រហែលជាលោកគ្រូភ្លេចខ្ញុំហើយដោយសារសិស្សច្រើនណាក្នុងនាមខ្ញុំជាសិស្សខ្ញុំមិនអាចភ្លេចគ្រូបានទេបងប្អូនខ្ញុំនៅចាំគាត់ជានិច្ចដែលការពីតូចការពីនៅរៀនជាមួយគាត់ហ្នឹងគាត់អាសាឲ្យខ្ញុំឡើងទៅនិទានរឿងបងប្អូនហើយបងប្អូនដឹងរឿងអីគឺរឿងទុនសាយចង់ស៊ីជ័យបាទគាត់ចូលចិត្តស្ដាប់ខ្ញុំនិទានរឿងទុនសាយចង់ស៊ីជ័យណាបងប្អូនដែលនៅរៀនឆ្នាំ2000ជាង2010អីហ្នឹងខ្ទង់ប៉ុណ្ណឹងបងប្អូនប្រហែលជាដឹងហើយរឿងទុនសាយចង់ស៊ីជ័យហ្នឹងហើយមិនដឹងថាសិស្សានុសិស្សសម័យនេះឥឡូវមានអារឿងទុនសាយចង់ស៊ីជ័យហ្នឹងនៅក្នុងសភៅពុំទៀតអត់មើលបងប្អូនដែលដឹងជួយខមមិនប្រាប់ admin ផង admin ខានរៀនយូរហើយភ្លេចអស់ហើយបងប្អូនហើយហ្នឹងហើយក៏នឹកពេលវេលាកាលពីកុមារភាពដែលយើងនៅវ័យកុមាររត់លេងសប្បាយរីករាយណាហើយរៀននៅសាលាបឋមជុំគ្នាដើរជុំទៅរៀនបាទចេញមកពីរៀនវិញដើរឈូឆរពេញផ្លូវអីអញ្ចឹងទៅបាទអ្នកខ្លះក៏ចេះជិះកង់ថ្នាក់ទី2ទី3ទៅជិះកង់តែសម័យនេះរៀងទំនើបហើយបងប្អូនហើយរៀងទំនើបហើយមានម៉ាក់ប៉ាជូនទៅរៀនមានអីហើយរៀងធំបន្តិចចេះជិះកង់ហ្នឹងមានកង់ជិះទៀតអ្នកខ្លះរៀងធូរធារក៏មានកង់អគ្គិសនីជិះអញ្ចឹងទៅហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណ